វាបានធូរស្បើយវិបត្តិគ្រួសារនេះមិនស្វាងសងឡើយតើថ្ងៃណាទៅភាពឯកានឹងវាបានធូរស្បើយខ្ញុំចង់ចាក់ចេញទៅឲ្យឆ្ងាយខ្ញុំអស់កម្លាំងចិត្តនឹងធ្វើអ្វីទាំងអស់ប្រៀបដូចជាមានបេះដូងនៅធ្លាយធ្លុះព្រលឹងវិញ្ញាណឯកាវង្វេងជាប់នៅលើកោះហើយតែចូលដល់ផ្ទះគឺលឺតែសំឡេងឆ្លោះចង់ចាក់ចេញពីភាពក្តៅក្រហល់កាហាយមិនចង់រស់នៅក្នុងភាពអវិជ្ជមានឡើយខ្ញុំវានៅក្មេងមិនចង់លេងមិនចង់សប្បាយមិនចង់ពិបាកចិត្តពីរឿងជីវិតដែលនៅឆ្ងាយឲ្យកូនសំទោបើកូនរៀនមិនពូកែឲ្យកូនសំទោបើបាត់ឪមានតែម៉ែទំនួលខំត្រូវរបងនាមម្ដាយច្រើនតែសូមកុំមួម៉ៅដាក់កូនព្រោះវាមិនចម្រុងចម្រើនសូមបីតែបងប្អូនក៏មើលមុខគ្នាមិនចង់ចេញពីរៀនកូនចូលទៅផ្ទះតែមកខំខ្វះភាពកក់ក្ដៅក្នុងគ្រួសារកូនមិនចង់កូនសពថ្ងៃដូចបិសាចមករំលងតើថ្ងៃណាទៅភាពឯកានឹងវាបានធូរស្បើយវិបត្តិគ្រួសារនេះមិនស្វាងសងឡើយតើថ្ងៃណាទៅភាពឯកានឹងវាបានធូរស្បើយខ្ញុំចង់ចាក់ចេញទៅឲ្យឆ្ងាយត្រូវរស់ដល់ណាទៀតជីវិតនេះចោលមកសៀតខ្ញុំមិនតែខ្លួនអត់វិញ្ញាណទឹកនៃត្រាស់ហលក្រៀមនេះគេចាប់យកទៅងៀតទីរនកម្មនៃជីវិតធ្វើឲ្យខ្ញុំបាត់អត់ទឹកចិត្តអស់ពីគ្រួសារមានតែមិត្តផ្ទុយពីល្អក៏បព្រឹត្តធ្វើជាក្មេងបាត់សង្គមធ្វើឲ្យអារម្មណ៍ល្អជាងមិត្តធ្វើឲ្យសាយសប្បាយទោះជាមេឃភ្លៀងមិនខ្វល់ឲ្យពួកយើងសង្គមងងឹតកំពុងតែទាញគិតថាខ្លួនមិនខុសគ្មានកំហុសដោយគ្រាន់តែញៀនចង់ត្រឡប់ទៅផ្ទះតែព្រះថាកុំតន់ទៅចង់ត្រឡប់ទៅជួបម៉ែឲ្យគេអង្គើយផ្លូវតែឲ្យទៅចូលផ្ទះដឹងតែមានចំហាយក្តៅធ្វើឲ្យខ្ញុំខ្លាចឲ្យចិត្តបន្លាចថាគុំនៅធ្លាក់រណ្ដៅខ្មៅឆៅខោខើនឹងគ្រួសារសូមមួយរយៈរកពេលលាមកផ្សះផ្សាមិនតន់ហ៊ានត្រឡប់នាំពិបាកដល់មេដាកូននឹងវិលវិញសូមអ្នកម៉ែកុំភ័យណាថ្ងៃណាទៅភាពឯកានឹងវាបានធូរស្បើយវិបត្តិគ្រួសារនេះមិនស្វាងសងឡើយតើថ្ងៃណាទៅភាពឯកានឹងវាបានធូរស្បើយ